កម្លាំងនគរបាលកំពុងតែរៀបចំកសាងសំណុំរឿងករណីបុរសម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃដើម្បីបញ្ជូនទៅតុលាការហើយព្រមិត្តជាទីគោរពនិងជាទីមេត្រីកម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបាននឹងកំពុងតែរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃដើម្បីបញ្ជូនទៅតុលាការនេះបើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯកសំវិជ្ជការអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី16ខែឧសភានេះតែបើទោះបីជាយ៉ាងណាលោកមិនទាន់បញ្ជាក់ថាត្រូវបញ្ជូននៅថ្ងៃទី16ឧសភានេះឬថ្ងៃស្អែកនោះទេអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃបណ្ដោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបាទគឺជាលោកវរៈសេនីយ៍ឯកហ៊ុនហេងនាយបាទជានាយការិយាល័យគណនេយ្យចំណុះផែនការងារផុសតាងនិងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកបររថយន្តម៉ាក Lexus RX 400H បាទបានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតនិងអ្នករងរបួសស្រាលសរុបចំនួន5នាក់បាទបងប្អូនប្រិមិត្តអញ្ចឹងវីដេអូការពីម្សិលមិញនេះបានចែកចាយព្រមព្រៀងនៅលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយលោកវរៈសេនីយ៍ឯកបាទហ៊ុនហេងបាទគឺជានាយការិយាល័យគណនេយ្យចំណុះផែនការផុសតាងនិងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបងប្អូនហើយខ្លួនឯងនេះបាទគឺជាវរៈសេនីយ៍ឯកគឺជាអ្នកបម្រើការងារក្នុងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលបាទហេតុអីបានជាបាទធ្វើអីមិនចេះគិតហេតុអីបានទៅពិសាគ្រឿងស្រវឹងទាំងថ្ងៃបាទហើយបានបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាទក្នុងនោះបាទបានធ្វើឲ្យបាទមនុស្សខូចនិងរងរបួសបាទជាច្រើនអ្នកបាទចុះបើសិនជាថ្ងៃណាមួយបាទកើតទៅលើគ្រួសាររបស់យើងតើយើងមានការជឿចាប់បែបណាបាទដែលយើងនេះយកជីវិតរបស់គេយកមកលេងសើចបាទជីវិតគេបើកបរគេនៅតាមដងផ្លូវគេផ្ញើជីវិតតាមដងផ្លូវហេតុអីក៏យើងយកជីវិតគេមកលេងសើចទៅវិញបាទអញ្ចឹងកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបាននឹងកំពុងតែកសាងទំនុំរឿងបាទរៀបចំឯកសារដើម្បីបញ្ជូនបុគ្គលម្នាក់នេះបាទទៅតុលាការហើយបាទបងប្អូនប្រិមិត្តជាទីគោរពទាំងអស់គ្នាដូច្នេះបាទសូមគំយកគំរូតាមបុគ្គលម្នាក់នេះដែលជាមនុស្សដែលសង្គមស្អប់ខ្ពើមបាទសូមអរគុណសូមជម្រាបលា